សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកសៀវភៅមួយក្បាលមកធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាដែលមានចំណងជើងថាចិត្តសាស្ត្រចែករំលែក Shareology ជាសៀវភៅមួយក្បាលដែលប្រាប់យើងពីវិធីបង្កើនឥទ្ធិពលខ្លួនឯងតាមរយៈការចែករំលែកមានចាំព័ត៌មានក្មេងប្រុសអាយុ5ឆ្នាំម្នាក់ដែលកើតជំងឺមហារីកចង់ក្លាយជា Spider-Man កាលពីប្រហែលឆ្នាំមុនទេក្រោយទទួលបានព័ត៌មាននេះហើយលោកវេជ្ជបណ្ឌិតមួយរូបបានបង្ហោះសារមួយទៅកាន់បណ្ដាញសង្គមដើម្បីរៀបចំគម្រោងមួយធ្វើឲ្យសុបិនក្មេងប្រុសម្នាក់នោះក្លាយជាការពិតរយៈពេលប្រហែលថ្ងៃប៉ុណ្ណោះព័ត៌មាននេះមានការគាំទ្រលើសលប់ក្នុងបណ្ដាញសង្គមរហូតដល់មានអ្នកចែករំលែកជាង7លាននាក់មានអ្នកខ្លះបរិច្ចាគឡាន Lamborghini ធ្វើជាយានជំនិះរបស់ Spider-Man និងមានការចូលរួមពីតារាល្បីៗជាច្រើនតែងខ្លួនជាតួអង្គនៅក្នុងរឿង Spider-Man ដោយឲ្យក្មេងប្រុសម្នាក់នោះធ្វើជាតួឯកនៅថ្ងៃរៀបចំកម្មវិធីនោះមានមនុស្សរាប់លាននាក់បានកំពុងមើលការផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមនិងត្រូវបានគេចែករំលែកជុំវិញពិភពលោកសូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Barack Obama នៅពេលនោះក៏បានផ្ញើវីដេអូជូនពរនិងលើកទឹកចិត្តដល់ក្មេងប្រុសម្នាក់នោះដែរគ្រាន់តែអត្ថបទខ្លីមួយប៉ុណ្ណោះក៏អាចធ្វើឲ្យមានឥទ្ធិពលធំធេងយ៉ាងនេះបានដែរនៅក្នុងសម័យអ៊ីនធឺណិតជាក់ស្ដែងដូចជានៅក្នុងបណ្ដាញសង្គមនៅប្រទេសកម្ពុជារឿងដែលអាចល្បីបានមានច្រើនរាប់ប៉ុណ្ណោះរឿងតូចតាចកំពេចកំពុកក៏អាចក្លាយជារឿងធំដុំបានដែរ1ចែក10 10ចែក100អាចធ្វើឲ្យល្បីរន្ទឺពាសពេញផ្ទៃប្រទេសឬពិភពលោកក៏ថាបានដែលរឿងបែបនេះមិនអាចកើតមានបានឡើយពីសម័យមុនដែលគ្មានបណ្ដាញអ៊ីនធឺណិតតែក៏មិនមានអ្វីចម្លែកដែរនៅក្នុងសម័យមួយដែលមនុស្សគ្រប់គ្នារស់នៅក្នុងបណ្ដាញសង្គមជាងសង្គមខាងក្រៅសម័យដែលខ្វះអ៊ីនធឺណិតដូចខ្វះអុកស៊ីហ្សែនមួយថ្ងៃឃើញតែគេបង្ហោះតែរូបភាពគ្រប់ប្រភេទនៅលើបណ្ដាញសង្គមមានទាំងម្ហូបអាហារកន្លែងកម្សាន្តសម្លៀកបំពាក់ស្នេហាភាពជោគជ័យទ្រព្យសម្បត្តិវត្ថុមានតម្លៃជាដើមទាំងដែលពេលខ្លះរបស់ទាំងនេះមិនមែនជាការពិតផងមនុស្សចូលចិត្តបង្ហាញជីវិតរបស់ខ្លួនឲ្យអ្នកដទៃបានឃើញអ្នកធ្លាប់បានគិតទេថាពួកគេសប្បាយចិត្តនឹងចែករំលែករបស់ទាំងនេះតើមកពីមូលហេតុអ្វីទៅសៀវភៅចិត្តសាស្ត្រចែករំលែកនេះនឹងបកស្រាយចម្ងល់ទាំងនេះជូនអ្នកទាំងអស់គ្នាថែមទាំងបង្ហាញប្រាប់អ្នកថាតើម្ចាស់អាជីវកម្មគួរធ្វើយ៉ាងណាអាចខ្ចីដៃចិត្តសាស្ត្រនៃការចែករំលែកនេះមកផ្ដល់ជាអត្ថប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួនបើសិនជាអ្នកមិនមែនជាអ្នករកស៊ីនោះទេក៏សៀវភៅមួយក្បាលនេះមានប្រយោជន៍ខ្លាំងណាស់ដែរចំពោះអ្នកវាធ្វើឲ្យអ្នកចេះសាងកេរ្តិ៍ឈ្មោះខ្លួនឯងឲ្យអ្នកដទៃបានស្គាល់ដែលយើងតែងតែហៅថា personal branding អ្នកទាំងអស់គ្នាក៏មើលស្រាលពីនេះវាធ្វើឲ្យអ្នកក្លាយជាមនុស្សលេចធ្លោថែមទាំងមានឥទ្ធិពលទៅកាន់មនុស្សជុំវិញខ្លួនព្រមទាំងមានអ្នកគាំទ្រយ៉ាងច្រើនទៀតផងអ្នកនិពន្ធសៀវភៅនេះមានឈ្មោះថា Brian Gramer គឺជាវាគ្មិននិយាយជាសាធារណៈអ្នកប្រឹក្សាយោបល់ជាគ្រូបង្វឹកនិងជា CEO របស់ក្រុមហ៊ុន Shoemaker ក្រុមហ៊ុនរបស់គាត់ធ្វើតែរឿងមួយប៉ុណ្ណោះគឺធ្វើឲ្យក្រុមហ៊ុននិយាយភាសាមនុស្សគាត់ផ្ដល់សេវាកម្មរៀបចំយុទ្ធសាស្ត្រទីផ្សារឲ្យក្រុមហ៊ុនល្បីៗជាច្រើនធ្វើឲ្យយីហោរបស់ពួកគេជ្រាបចូលទៅក្នុងក្រអៅបេះដូងរបស់អតិថិជនគោលដៅ Shoemaker ត្រូវបានសារព័ត៌មានវាតម្លៃថាជាក្រុមហ៊ុនដែលមានការរីកចម្រើនលឿនជាងគេនៅ Silicon Valley គាត់បាននិយាយចែករំលែកជាច្រើននៅលើវេទិកាសាធារណៈរួមទាំងកម្មវិធី TED Talk ផងដែរព្រោះគាត់ជា idol ម្នាក់ដែលមានអ្នកគាំទ្រច្រើនដែរនៅលើបណ្ដាញសង្គមទស្សនាវដ្តី Forbes បានធ្វើការវិតម្លៃថាគាត់ជាបុគ្គលដែលគួរតែត្រូវតាមដានជាងគេបំផុតទាំង25រូបនៅលើពិភពលោកយុគសម័យ B2B និង B2C កំពុងតែរំកិលទៅមុខចិត្តផុតទៅហើយសម័យនេះគឺ H to H Human to Human ម៉ូដែលអាជីវកម្មមួយនេះទទួលបានការគាំទ្រខ្លាំងនិងមានការប្រើប្រាស់ទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃសៀវភៅមួយក្បាលនេះបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅពីឥរិយាបថនៅក្នុងការចែករំលែកព័ត៌មានរបស់មនុស្សនិងបានលើកឡើងជាឧទាហរណ៍ជាច្រើនដូចជាតើត្រូវប្រើប្រាស់បណ្ដាញសង្គមបែបណាដើម្បីចែករំលែកព័ត៌មានឲ្យមានប្រសិទ្ធភាពនិងសិក្សាពីចិត្តសាស្ត្រនៅពីក្រោយខ្នងឥរិយាបថទាំងនេះព្រមទាំងបានវិភាគអំពីនិន្នាការនៅថ្ងៃអនាគតអ្នកមិនត្រឹមតែមាន IQ និង EQ ប៉ុណ្ណោះទេអ្នកត្រូវមាន SQ ទៀតគឺភាពឆ្លាតវៃផ្នែកសង្គមសៀវភៅនេះបានប្រាប់យើងថាមនុស្សចូលចិត្តចែករំលែកដោយសារតែហេតុផល3យ៉ាងទី1មនុស្សធ្វើការចែករំលែកព័ត៌មានព្រោះចង់បានការទទួលស្គាល់និងឲ្យតម្លៃពីមនុស្សជុំវិញខ្លួនទី2នៅក្នុងសម័យព័ត៌មានវិទ្យា
អ្នកចែករំលែកព័ត៌មានបែបណាស្មើនឹងអ្នកបង្ហាញប្រាប់អ្នកដទៃថាអ្នកជាមនុស្សបែបណាទី3រៀនយកការចែករំលែកព័ត៌មានជាការធ្វើអាជីវកម្មបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនបង្កើនទំនុកចិត្តនិងកេរ្តិ៍ឈ្មោះអាជីវកម្មខ្លួនឯងដើម្បីធ្វើទីផ្សារដែលយើងហៅថា branding ខាងក្រោមនេះយើងមកធ្វើការបកស្រាយលម្អិតនៅចំណុចនីមួយៗចំណុចទី1យើងមកមើលថាហេតុអ្វីបានជាមនុស្សភាគច្រើនធ្វើការចែករំលែកព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួនអ្នកស្រមៃទៅមើលការពីរាប់លានឆ្នាំមុនមនុស្សមិនទាន់មានភាសាផងតែគេចាប់ផ្ដើមចែករំលែកព័ត៌មានទៅហើយនៅទីណាមានចំណីទីណាមានផ្លែឈើទីណាមានសត្វសាហាវទីណាសម្បូរគ្រោះថ្នាក់គេសុទ្ធតែមានវិធីនៅក្នុងការបញ្ជូនព័ត៌មានទាំងនេះទៅវិញទៅមកនេះហើយជាវប្បធម៌នៃការចែករំលែកដែលអាចឲ្យយើងទាំងអស់គ្នារស់នៅប្រកបដោយសន្តិភាពរហូតមកដល់ពេលនេះសុខសន្តិភាពមិនមែនជាបញ្ហាចោទទៀតនោះទេហើយយើងនៅតែបន្តចែករំលែកព័ត៌មាននិងចំណេះដឹងឥតឈប់ឈរមនុស្សធ្វើការចែករំលែកទៅកាន់គ្នាទៅវិញទៅមកព្រោះមនុស្សត្រូវការពឹងពាក់គ្នាទៅវិញទៅមកទើបអាចរស់នៅជាមួយគ្នាបានកាន់តែប្រសើរជាងមុនទាំងនេះវាជា Zen ដែលមាននៅក្នុងមនុស្សរាប់លានឆ្នាំមកហើយបើគិតពីចិត្តវិទ្យាវិញមនុស្សក្រៅពីមានតម្រូវការចាំបាច់នៅក្នុងការរស់នៅហូបចុកស្លៀកពាក់ធ្វើដំណើរហើយគេមានតម្រូវការដ៏សំខាន់មួយទៀតគឺទំនាក់ទំនងតតែរស់នៅជាមួយមនុស្សជាក្រុមទើបមានអារម្មណ៍ថាមានសុវត្ថិភាពចំណុចស្នូលនៃការចែករំលែកគឺស្គាល់ខ្លួនឯងហើយការដែលយល់ច្បាស់ពីខ្លួនឯងនេះពិតជាមានសារៈសំខាន់ណាស់យើងចង់ដឹងថាអ្នកដទៃវាយតម្លៃយើងយ៉ាងម៉េចចំពោះយើងខិតខំធ្វើរឿងជាច្រើនដើម្បីទទួលបាននូវការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនមានគេមានយើងមានទំនាក់ទំនងមានការចែករំលែកនេះទើបគេហៅថាសង្គមមួយគ្មានអ្នកណាចង់រស់នៅដាច់តែឯងនៅក្នុងពិភពមួយដាច់ដោយឡែកដោយគ្មានទំនាក់ទំនងគ្មានភាសាគ្មានការស្រឡាញ់រាប់អាននោះទេដូច្នេះយើងត្រូវចេះទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនទើបអាចចុះចំណោមក្នុងសង្គមមួយបានត្រង់ចំណុចនេះអ្នកនិពន្ធចង់បង្ហាញថាមនុស្សធ្វើការចែករំលែកដោយសារតែគេចង់បានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនហើយនេះជាទម្លាប់ពីធម្មជាតិរបស់មនុស្សតាំងពីយូរយារណាស់មកហើយយើងចូលមកដល់ចំណុចសំខាន់ទី2ហេតុអ្វីបានជាការកសាងកេរ្តិ៍ឈ្មោះបុគ្គលឬ personal branding មានសារៈសំខាន់បច្ចេកវិទ្យាក្នុងសម័យនេះធ្វើឲ្យយើងរស់បានយ៉ាងងាយស្រួលមិនថាធ្វើការរៀនសូត្រសូម្បីតែការហូបចុកប្រចាំថ្ងៃក៏មានគេដឹកជញ្ជូនមកដល់ផ្ទះដែរនៅក្នុងបន្ទប់គេងក៏អាចធ្វើការបានដែររថយន្តដើរដោយប្រព័ន្ធអគ្គិសនីគ្មានមនុស្សបើកអាចជូនអ្នកទៅទីណាក៏បានទូរស័ព្ទភ្ជាប់អ៊ីនធឺណិតអាចនាំព័ត៌មានជុំវិញពិភពលោកមកក្នុងដៃអ្នកនេះហើយគឺសម័យភ្នែកទិព្វត្រចៀកទិព្វអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកណាក៏បាននៅក្នុងលោកនេះឲ្យតែអ្នកចង់ស្គាល់បណ្ដាញសង្គមជាច្រើនអាចធ្វើឲ្យយើងមានទំនាក់ទំនងជាមួយមនុស្សដែលអ្នកស្គាល់និងមនុស្សដែលអ្នកមិនស្គាល់និងអាចធ្វើការចែករំលែកព័ត៌មានឥតកំណត់និងបង្ហាញខ្លួនឯងទៅកាន់ពិភពលោកការបង្កើតព័ត៌មាននិងការចែករំលែកព័ត៌មានពិតជាមានសារៈសំខាន់ហើយទាំងនេះគឺគ្រប់គ្រាន់សម្រាប់បង្ហាញពីមនុស្សម្នាក់បានថាគេជាមនុស្សប្រភេទណាហើយគេនឹងអាចមានឱកាសស្វែងរកមនុស្សដែលមានចំណង់ចំណូលចិត្តស្រដៀងគ្នានេះដែរឧទាហរណ៍ថាអ្នកចូលចិត្តផុសនិងចែករំលែកអ្វីដែលពាក់ព័ន្ធនឹងឡាននោះអ្នកនឹងអាចចូលនៅក្នុងក្រុមអ្នកចូលចិត្តលេងឡានឬ like page ដែលនិយាយពីឡានហើយប្រកាសណាស់បណ្ដាញសង្គមដូចជា Facebook ជាដើមនឹងចាប់ផ្ដើមសិក្សាពីអ្នកនិងណែនាំមនុស្សដែលមានចំណង់ចំណូលចិត្តដូចអ្នកឲ្យអ្នកស្គាល់អ្នកនិពន្ធលើកឡើងថាការដែលធ្វើការចែករំលែកព័ត៌មាននិងបញ្ចេញយោបល់បែបនេះវាគ្រប់គ្រាន់នឹងបង្ហាញថាអ្នកជាមនុស្សបែបណាព្រោះមនុស្សចែករំលែកតែរបស់ដែលខ្លួនយល់ថាត្រឹមត្រូវនិងគួរចែករំលែកប៉ុណ្ណោះបើសិនជាខ្ញុំជាមនុស្សចង់ឲ្យអ្នកដទៃសប្បាយខ្ញុំនឹងចែករំលែករឿងសប្បាយរឿងកំ pl ែងរូបគួរឲ្យអស់សំណើចជាដើមមិត្តភ័ក្តិរបស់ខ្ញុំក្នុងបណ្ដាញសង្គមក៏យល់ថាខ្ញុំជាមនុស្សរីករាយតែបើខ្ញុំចែករំលែកតែរឿងមួម៉ៅបញ្ចេញអារម្មណ៍រអ៊ូរទាំគេក៏គិតថាខ្ញុំជាមនុស្សប្រភេទនោះដែរបើសិនជាខ្ញុំចង់ឲ្យអ្នកដទៃយល់ថាខ្ញុំជាមនុស្សមានស្មារតីចែករំលែកខ្ញុំនឹងចែករំលែកព័ត៌មានល្អៗទៅកាន់មនុស្សជុំវិញខ្លួនដែលខ្ញុំយល់ថាមានតម្រូវការឬជាអ្វីដែលគេគួរដឹងនេះគឺជាអ្វីដែលអ្នកធ្វើឡើងដោយមិនដឹងខ្លួនឡើយព្រោះក្នុងជីវិតរស់នៅប្រចាំថ្ងៃអ្នករវល់ណាស់គ្មានពេលនោះទេពេលវេលារបស់អ្នកមានកម្រិតដូច្នេះអ្នកចែករំលែកព័ត៌មានណាដែលអ្នកចូលចិត្តប៉ុណ្ណោះមិនថាល្អឬអាក្រក់នោះទេអ្នកខ្លះចូលចិត្តចែករំលែកព័ត៌មានសប្បាយចំណេះដឹងល្អហើយអ្នកខ្លះទៀតចូលចិត្តចែករំលែកព័ត៌មានคล้ายៗមិនពិត
ឬរឿងរ៉ាវឥតប្រយោជន៍វាសុទ្ធតែបានបង្ហាញប្រាប់ទៅកាន់មនុស្សជុំវិញខ្លួនថាអ្នកជាមនុស្សបែបណាដោយមិនដឹងខ្លួននេះគឺជាអ្វីដែលអ្នកនិពន្ធចង់លើកឡើងនោះគឺបើអ្នកចែករំលែកព័ត៌មានបែបណាបញ្ជាក់ថាអ្នកកំពុងតែសាងខ្លួនឯងឲ្យក្លាយជាមនុស្សបែបនោះចុះបើយើងយកវាទៅប្រើក្នុងវិស័យធុរកិច្ចឬរបររកស៊ីវិញតើវាអាចទៅរួចទេយើងមកបន្តស្ដាប់ចំណុចទី3តើ brand របស់អ្នកធ្វើយ៉ាងណាអាចចូលក្នុងចិត្តអតិថិជនបានអាចធ្វើឲ្យអតិថិជនមានទំនុកចិត្តនិងជឿជាក់បាននោះ brand ឬស្លាកយីហោអាជីវកម្មរបស់អ្នកមិនត្រឹមតែគួររៀបចំឲ្យបានល្អនោះទេថែមទាំងត្រូវមានទំនាក់ទំនងទៅវិញទៅមកជាមួយអតិថិជននិយាយឲ្យស្រួលស្ដាប់គឺចេះនិយាយភាសាមនុស្សធ្វើឲ្យអតិថិជនយល់ពីខ្លួនឯងមិនមែននៅតែមួយកន្លែងដោយរំពឹងថាអតិថិជននឹងរត់មករកអ្នកនោះទេ Coca-Cola ល្បីដល់ថ្នាក់នេះទៅហើយក៏គេនៅតែបន្តប្រើយុទ្ធសាស្ត្រទីផ្សារប្លែកៗដើម្បីទាក់ទាញអតិថិជនដើម្បីធ្វើបែបនេះបានវាទាមទារឲ្យយើងយល់ពីហេតុផលនៃការចែករំលែករបស់អ្នកប្រើប្រាស់និងវិធីសាស្ត្រដែលគេប្រើដើម្បីចែករំលែកព័ត៌មានទាំងនោះធ្វើយ៉ាងណាឲ្យគេចែករំលែកព័ត៌មានទាក់ទងនឹងអាជីវកម្មរបស់យើងបានវាប្រៀបដូចជាការធ្វើទីផ្សារជូនយើងដែលឥតគិតថ្លៃអញ្ចឹងដែរតែអ្នកបានចាំនៅរូបមន្តទី1ដែលយើងបាននិយាយពីខាងដើមទេអ្នកចែករំលែកព័ត៌មានបែបណាស្មើនឹងអ្នកប្រាប់មនុស្សគ្រប់គ្នាថាអ្នកជាមនុស្សបែបនោះរូបមន្តនេះប្រើប្រាស់បានដូចគ្នាទាំងក្នុងរឿងបុគ្គលនិងក្នុងអាជីវកម្មអតិថិជនរបស់អ្នកយល់ព្រមចែករំលែកព័ត៌មានរបស់អ្នកដំបូងត្រូវឲ្យពួកគេយល់ស្របនឹងទស្សនៈរបស់យើងជាមុនសិនហើយប្រភពព័ត៌មានទៀតសោតត្រូវតែគួរឲ្យជឿជាក់បានមានន័យថាដើម្បីឲ្យគេយល់ព្រមធ្វើទីផ្សារឲ្យយើងដែលឥតគិតថ្លៃនោះលុះត្រាណាតែគេជឿជាក់ទៅលើផលិតផលរបស់យើងជាមុនសិនប្រសិនជាអ្វីដែលអ្នកបានបង្កើតមកនោះមានគុណតម្លៃដល់គេហើយអ្វីដែលអ្នកចែករំលែកស្របតាមទស្សនៈនិងការយល់ឃើញរបស់ពួកគេនោះគេនឹងធ្វើការចែករំលែកបន្តតែត្រង់ចំណុចនេះផលិតផលឬសេវាកម្មរបស់អ្នកត្រូវតែមានលក្ខណៈពិសេសមួយនោះគឺអាចធ្វើការចែករំលែកបាននិងងាយស្រួលឧទាហរណ៍ថានៅក្នុងភោជនីយដ្ឋានមួយពេលអ្នកញ៉ាំអាហារចប់នៅពេលគិតលុយគេហុចគូប៉ុងមួយសន្លឹកតម្លៃស្មើ$10មកឲ្យអ្នកហើយប្រាប់អ្នកថាគូប៉ុងនេះអាចប្រើបាននៅពេលដែលអ្នកមកលើក្រោយជាមួយមិត្តភ័ក្តិរបស់អ្នកផុតកំណត់ក្នុងរយៈពេល1ខែដូច្នេះដើម្បីទទួលបានការបញ្ចុះតម្លៃនេះអ្នកប្រកាសជាបបួលមិត្តភ័ក្តិរបស់អ្នកចូលញ៉ាំកន្លែងនេះទៀតហើយនៅពេលក្រោយដែលនេះជាយុទ្ធសាស្ត្រតាក់ទាញអតិថិជនចាស់និងថ្មីរបស់ម្ចាស់ហាងនេះឯងដូចគ្នានេះដែរនៅក្នុងកម្មវិធី Vidit ក៏បង្កើតឲ្យមានមុខងារណែនាំមិត្តភ័ក្តិឲ្យរៀនសូត្រដើម្បីទទួលបានចំណូលនិងការស្ដាប់សៀវភៅសាកល្បងនៅឥតគិតថ្លៃនៅពេលដែលអ្នកណែនាំមិត្តភ័ក្តិរបស់អ្នកឲ្យមករៀនស្ដាប់សៀវភៅជាមួយអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះដែលជាការលើកទឹកចិត្តអ្នកឲ្យធ្វើទីផ្សារឲ្យយើងនេះហើយគឺជាអ្វីដែលចិត្តសាស្ត្រនៃការចែករំលែកត្រូវបានគេប្រើប្រាស់នៅក្នុងអាជីវកម្មនិយាយដល់ចំណុចនេះអ្នកប្រកាសជាឆ្ងល់ទៀតហើយថាចុះធ្វើយ៉ាងម៉េចទើបអាចតាក់តែងរឿងមួយដែលគួរឲ្យតាក់ទាញដើម្បីឲ្យគេចែករំលែកបន្តនិងជួយធ្វើទីផ្សារឲ្យយើងបានដោយឥតគិតថ្លៃទៅខាងក្រោមនេះយើងនឹងបំបែកអាថ៌កំបាំងទាំងនេះយើងមកនិយាយពីកត្តា4យ៉ាងគឺរឿងរ៉ាវមនុស្សពេលវេលានិងវិធីសាស្ត្រចែករំលែកដំបូងយើងមកមើលថាតើរឿងបែបណាដែលគេចូលចិត្តចែករំលែកបន្តអ្នកនិពន្ធលើកឡើងថានៅពេលណាដែលរឿងអ្វីមួយធ្វើឲ្យមនុស្សមានអារម្មណ៍ចាក់ដោតត្រូវនឹងការយល់ឃើញរបស់គាត់នោះគាត់នឹងចូលរួមចែករំលែកថែមទាំងបញ្ចេញយោបល់របស់គាត់ទៅកាន់មនុស្សជុំវិញខ្លួនទៀតផងអ្នកប្រកាសជានៅចាំ Ice Bucket Challenge ដែលគេនាំគ្នាយកទឹកកកមកចាក់នៅលើក្បាលថតជាវីដេអូហើយចែករំលែកនៅលើបណ្ដាញសង្គមជាហ្គេមមួយដែលគេធ្វើឡើងដើម្បីលើកទឹកចិត្តដល់អ្នកកើតជំងឺ ALS និងជាការចូលរួមចំណែករៃអង្គាសថវិកាជូនអ្នកជំងឺក្នុងរយៈពេលតែ3ខែប៉ុណ្ណោះវីដេអូប្រភេទនេះត្រូវបានគេ hashtag ចំនួន17លានដងនៅក្នុងបណ្ដាញសង្គម Facebook នៅឆ្នាំ2016និងមានអ្នកចូលមើលជាង440លាននាក់តែអ្វីទៅដែលធ្វើឲ្យរឿងមួយល្បីល្បាញបានតើរឿងនោះត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះទៅយើងមកមើលលក្ខខណ្ឌទី1ត្រូវសួរខ្លួនឯងថាតើវាងាយស្រួលធ្វើឬទេគ្រាន់តែយកទឹកកកចាក់នៅលើក្បាលសូម្បីកូនក្មេងក៏ចេះធ្វើដែរអ្នកណាក៏អាចចូលរួមបានដែរលក្ខខណ្ឌទី2តើអ្នកមានផែនការឬទេឧទាហរណ៍ខាងលើ Ice Bucket Challenge គេមានច្បាប់របស់គេគឺអ្នកដែលត្រូវបានគេ mention ឈ្មោះត្រូវចូលរួមធ្វើវាក្នុងរយៈពេល24ម៉ោងយ៉ាងយូរលក្ខខណ្ឌទី3តើគេអាចហៅអ្នកដទៃមកចូលរួមបានឬទេ
អ្នកដែលធ្វើវីដេអូ challenge នោះត្រូវ post នៅលើបណ្ដាញសង្គម Facebook ហើយ tag មិត្តភ័ក្តិ3នាក់ឲ្យចូលរួមជាមួយធ្វើបែបនេះមួយផ្លែតគឺល្បីល្បាញខ្លាំងពីពេញបណ្ដាញសង្គមលក្ខខណ្ឌទី4កែតម្រូវឲ្យប្រសើរជាងនេះក្រោយពេលដែលមនុស្សម្នាក់ចាប់ផ្ដើម challenge រួចហើយគេចាប់ផ្ដើមលេងជាក្រុមវិញម្ដងក្រុមបាល់ទាត់ក្រុមបាល់បោះនាំគ្នា challenge គ្នាទៅវិញទៅមកនៅក្នុងបណ្ដាញសង្គមសប្តាហ៍ថ្ងៃរឿងដែលគួរឲ្យចាប់អារម្មណ៍មានច្រើនយ៉ាងនេះអ្នកត្រូវស្វែងរកអ្វីដែលអាចទាក់ទាញចំណាប់អារម្មណ៍គេបានចាប់ផ្ដើមពីអ្វីដែលមនុស្សគ្រប់គ្នាអាចធ្វើបាននិងងាយស្រួលធ្វើឲ្យវាคล้ายជាប្រធានបទមួយដែលមនុស្សអាចធ្វើការចែករំលែកគ្នាទៅវិញទៅមកហើយផ្សារភ្ជាប់វាជាមួយមនុស្សធម៌និងសប្បុរសធម៌នៅក្នុងឧទាហរណ៍ខាងលើអ្វីដែលអាចធ្វើឲ្យរឿងនេះមានភាពល្បីល្បាញយ៉ាងនេះគឺដោយសារតែវាងាយស្រួលធ្វើងាយស្រួលចែករំលែកទៅកាន់មនុស្សជុំវិញពិភពលោកមិនថាពូជសាសនាពណ៌សម្បុរណាឬប្រទេសណាទេគឺនាំគ្នាលេងបែបនេះសឹងតែគ្រប់គ្នាទៅហើយអ្នកនឹងមានអារម្មណ៍ថាបើអ្នកមិនធ្វើវាទេដូចជាហួសសម័យពេកហើយមនុស្សគឺធ្វើតាមគ្នាបែបនេះឯងចំណុចបន្ទាប់យើងមកនិយាយពីមនុស្សតើមនុស្សបែបណានាំគ្នាចែករំលែករឿងបែបនោះអ្នកប្រកាសជាគិតដល់តារាល្បីៗនិងអ្នកដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គមដែលយើងតែងតែហៅថា influencer ជាដើមយកមកធ្វើរឿងទាំងនេះទើបមានឥទ្ធិពលតាមពិតទៅមិនចាំបាច់នោះទេសម័យអ៊ីនធឺណិតអាចធ្វើរឿងបានជាច្រើនជាងនេះទៅទៀតអ្នកណាក៏អាចធ្វើឲ្យរឿងមួយមានឥទ្ធិពលនិងល្បីល្បាញក្នុងពេលមួយប្រព្រឹត្តភ្នែកបានដែរនៅពីក្រោយឥទ្ធិពលទាំងនោះគឺទំនុកចិត្តមនុស្សម្នាក់អាចជះឥទ្ធិពលទៅកាន់មនុស្សម្នាក់ទៀតដោយសារតែគេជឿជាក់ឧទាហរណ៍ថានៅពេលដែលអ្នកចង់ញ៉ាំអ្វីនៅកន្លែងណាមួយអ្នកប្រកាសជាសួរយោបល់មិត្តភ័ក្តិរបស់អ្នកដែលធ្លាប់ទៅញ៉ាំអ្វីនៅកន្លែងនោះតើម្ហូបឆ្ងាញ់ឬទេសេវាកម្មយ៉ាងម៉េចដែរមានលេខទំនាក់ទំនងកក់កន្លែងឬអត់នៅក្នុងបរិបទអាជីវកម្មតើយើងអាចរកអ្នកដែលមានឥទ្ធិពលទាំងនោះមកពីណាទៅក្រុមហ៊ុនធំភាគច្រើនជួល influencer ឬអ្នកដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គមមកធ្វើការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ខ្លួនដោយមិនបានយកចិត្តទុកដាក់ទៅលើបុគ្គលិករបស់ខ្លួននោះទេតាមពិតទៅបុគ្គលិករបស់ក្រុមហ៊ុនគឺជាមនុស្សដែលមានឥទ្ធិពលខ្លាំងណាស់ដែរអ្នកត្រូវតែគិតគូរបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាមនុស្សដែលមានឥទ្ធិពលហើយការចែករំលែកពីការងារផ្ទាល់ខ្លួនការចែករំលែកពីវប្បធម៌ការងារនៅកន្លែងធ្វើការក៏ជាការធ្វើទីផ្សារដ៏សំខាន់និងមានប្រសិទ្ធភាពមួយរបស់ក្រុមហ៊ុនមួយដែរបើសិនជាអ្នកជាម្ចាស់អាជីវកម្មវិញប្រហែលជាសួរថាចុះឲ្យបុគ្គលិកស្ម័គ្រចិត្តចែករំលែកព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុនក៏មិនមែនជារឿងងាយឯណាធ្វើយ៉ាងណាឲ្យគេចែករំលែកព័ត៌មានពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់យើងទៅអ្នកសួរបែបនេះមិនត្រឹមត្រូវទេអ្នកគួរសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីជួយចែករំលែកព័ត៌មានរបស់ពួកគេបុគ្គលិកភាគច្រើនយល់ព្រមចែករំលែកព័ត៌មានរបស់ក្រុមហ៊ុនលុះត្រាណាតែអ្នកធ្វើឲ្យពួកគេយល់ថាក្រុមហ៊ុននេះជាក្រុមហ៊ុនរបស់ពួកគេចែករំលែកវាមិនមែនដោយសារតែជួយអ្នកនោះទេត្រូវធ្វើយ៉ាងណាឲ្យពួកគេយល់ថាពួកគេធ្វើវាគឺដើម្បីបង្ហាញពីខ្លួនឯងទៅកាន់សង្គមនិងមនុស្សជុំវិញពួកគេបើសិនជាអ្នកចង់បានបែបនេះអ្នកត្រូវធ្វើរឿងប៉ុន្មានចំណុចខាងក្រោមនេះទី1ផ្ដល់ពេលវេលានិងធនធានគ្រប់គ្រាន់ដល់ពួកគេក្រៅពីម៉ោងការងារទុកពេលវេលាគ្រប់គ្រាន់ឲ្យគេដើម្បីបង្កើតជាអត្ថបទរូបភាពឬវីដេអូព្រោះបើសិនជាគេធ្វើការជាប់រហូតសូម្បីរកពេលសម្រាប់គ្មានគេក៏គ្មានពេលនិងគ្មានអារម្មណ៍សរសេររឿងបែបនេះដែរទី2ជ្រើសរើសបុគ្គលិកណាដែលមានអត្តចរិតនិងចំណង់ចំណូលចិត្តធ្វើរឿងនេះតែប៉ុណ្ណោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចង់បានចំណាប់អារម្មណ៍និងចង់បង្ហាញខ្លួនឯងទៅកាន់អ្នកដទៃនោះទេបុគ្គលិកខ្លះក៏គ្មានធនធានបែបនេះដែរដូច្នេះត្រូវស្វែងរកមនុស្សណាម្នាក់ដែលស័ក្តិសមនឹងធ្វើរឿងនេះតាមទូរលេខដែលបានធ្វើការពិសោធន៍បានបង្ហាញថាការចែករំលែកផ្សព្វផ្សាយពីបុគ្គលិកក្រុមហ៊ុនផ្ទាល់មានប្រសិទ្ធភាពខ្ពស់ជាងរហូតដល់ 151% បើប្រៀបធៀបទៅនឹងជួលអ្នកដទៃមកធ្វើការផ្សព្វផ្សាយតទៅនេះយើងមកមើលពីពេលវេលាវិញម្ដងរឿងល្អធ្វើខុសពេលក៏អាចចាត់ទុកថាជាការបរាជ័យមួយដែរពីមុនអ្នកនិពន្ធធ្លាប់ផុសនៅក្នុង Twitter នៅចន្លោះម៉ោង 6 ព្រឹកទៅម៉ោង 10 យប់តែក្រោយមកគាត់រកឃើញថារយៈពេលដែលអ្នកប្រើប្រាស់ Twitter សកម្មជាងគេនៅសហរដ្ឋអាមេរិកគឺពីម៉ោង 1 ព្រឹករហូតដល់ម៉ោង 4 ព្រឹកទៅវិញក្រោយមកគាត់បដូរពេលវេលាផុសវិញធ្វើឲ្យគាត់ទទួលបាននៅលទ្ធផលគួរឲ្យភ្ញាក់ផ្អើលតែធ្វើយ៉ាងណាទើបដឹងថាពេលណាជាពេលល្អជាងគេទៅអ្នកអាចធ្វើការសាកល្បងផុសរូបថតឬវីដេអូស្រដៀងគ្នានៅក្នុងកំណាត់ពេលវេលាផ្សេងគ្នារួចអង្កេតមើលពីលទ្ធផលឧទាហរណ៍ថាផុសពេលម៉ោង 1 ទៅបាយថ្ងៃត្រង់ហើយឬផុសពេលម៉ោង 8 ជាពេលដែលល្អជាងគេ
ព្រោះមនុស្សចំណាយពេលវេលាច្រើននៅលើបណ្ដាញអ៊ីនធឺណិតនិងបណ្ដាញសង្គមនៅក្នុងកំណត់ពេលនេះម្យ៉ាងវិញទៀតការ post និងចែករំលែកទាំងនោះត្រូវធ្វើឡើងក្នុងកម្រិតសមរម្យមិនមែនកាន់តែច្រើនកាន់តែល្អនោះទេការដែលនិយាយពីរឿងល្អណាមួយក៏អាចនឹងទទួលបានលទ្ធផលមិនល្អដែរអ្នកត្រូវចេះថ្លឹងថ្លែងព័ត៌មានដែលអ្នកមាននិងបរិមាណនៃការចែករំលែករបស់អ្នកព័ត៌មានមិនមែនកាន់តែច្រើនកាន់តែល្អនោះទេកាន់តែតិចកាន់តែខ្លឹមកាន់តែល្អបើអ្នកចង់ធ្វើការចែករំលែកច្រើនលុះត្រាណាតែអ្នកជាមនុស្សជំនាញនិងមានការយល់ដឹងច្រើនជាងមនុស្សទូទៅចំណុចចុងក្រោយយើងមកនិយាយពីវិធីនៅក្នុងការចែករំលែកវិញម្ដងអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ជួបនៅពេលដែលគេចែកខិត្តប័ណ្ណតាមផ្លូវឬការផ្សាយពាណិជ្ជកម្មនៅតាមបណ្ដាញអ៊ីនធឺណិតដែលគេធ្វើការផ្សព្វផ្សាយនិងលក់ផលិតផលសម្រកទម្ងន់លក់អចលនទ្រព្យជាដើមអ្នកប្រកាសជាមានអារម្មណ៍ថាធុញទ្រាន់គួរឲ្យរំខាននិងកិច្ចវេះមិនចង់ទទួលយកឡើយតែបើសិនជាគេផ្លាស់ប្ដូរទៅជាការជួយវិញជួយអ្នកសម្រកទម្ងន់ជួយអ្នកជ្រើសរើសផ្ទះល្អជួយអ្នកឲ្យទទួលបានចំណេះដឹងច្រើនជាងមុនខ្ញុំគិតថាអ្នកប្រកាសជាមានអារម្មណ៍ថាធូរស្បើយជាងមុននៅពេលដែលអ្នកនិពន្ធបានប្រើ LinkedIn ជាលើកដំបូងគាត់បានសរសេរនៅអត្ថបទចែករំលែកជាច្រើនទៅកាន់បណ្ដាញសង្គមវាមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់និងអតិថិជនគោលដៅរបស់គាត់មាន CEO ក្រុមហ៊ុនធំមួយបានអានអត្ថបទដែលគាត់បានសរសេរហើយមួយរយៈក្រោយមកគាត់ត្រូវបាន CEO រូបនោះណាត់ជួបដើម្បីពិភាក្សាកិច្ចការសហការធំមួយហើយគ្រាន់តែជួបជាលើកទី1គេមានអារម្មណ៍ថាស្និទ្ធស្នាលចំពោះគាត់ទៅហើយអ្នកទាំងពីរសម្រេចចិត្តសហការជាមួយគ្នាដោយគ្រាន់តែជួបនិយាយគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះនេះគឺដោយសារតែអ្នកនិពន្ធបានសាបព្រោះនៅទំនុកចិត្តទៅកាន់ CEO រូបនោះតាមរយៈបណ្ដាញសង្គមរួចទៅហើយនៅក្នុងវិស័យលក់គេមានពាក្យមួយម៉ាត់និយាយថាបុគ្គលិកផ្នែកលក់ម្នាក់ត្រូវជួបជាមួយអតិថិជនឲ្យបាន8ដងយ៉ាងតិចមុននឹងគេសម្រេចចិត្តដកប្រាក់ចេញពីហោប៉ៅទិញផលិតផលរបស់អ្នកកុំសួរខ្ញុំថាហេតុអ្វីបានជា8ដងខ្ញុំក៏មិនដឹងដែរនៅពេលដែលអ្នកឧស្សាហ៍ធ្វើការចែករំលែកចំណេះដឹងនិងអ្វីដែលពាក់ព័ន្ធនឹងរឿងដែលអ្នកធ្វើបើសិនជាអតិថិជនរបស់អ្នកមានតម្រូវការឬមិត្តភ័ក្តិរបស់គាត់មានតម្រូវការពួកគេនឹងមករកអ្នកដោយឯងពេលនោះអ្នកនឹងមានប្រៀបជាងដៃគូប្រកួតប្រជែងរបស់អ្នកនិងទទួលបាននូវទំនុកចិត្តពីអតិថិជនគោលដៅរបស់អ្នកបាត់ទៅហើយដូច្នេះបុគ្គលិកផ្នែកលក់ទាំងអស់រួមទាំងម្ចាស់អាជីវកម្មរហូតដល់ CEO ក្រុមហ៊ុនមិនត្រូវមើលរំលងចំណុចនេះឡើយត្រូវធ្វើទីផ្សារតាមរយៈការចែករំលែកបង្កើតគុណតម្លៃដល់គាត់និងជួយអតិថិជនគោលដៅរបស់អ្នកឲ្យទទួលបាននូវអ្វីដែលគេចង់បានជាចុងក្រោយយើងមកធ្វើការសង្ខេបឡើងវិញនៅអ្វីដែលយើងបានរៀនពីសៀវភៅមួយក្បាលនេះចំណុចទី1មនុស្សចូលចិត្តចែករំលែកព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួនព្រោះតែគេចង់បានចំណាប់អារម្មណ៍និងទទួលបានការទទួលស្គាល់ពីអ្នកដទៃនេះគឺជាធម្មជាតិរបស់មនុស្សទី2នៅក្នុងសម័យព័ត៌មានវិទ្យាការចែករំលែកព័ត៌មានរបស់មនុស្សពិតជាមានសារៈសំខាន់យើងចែករំលែកព័ត៌មានបែបណាបញ្ជាក់ថាយើងជាមនុស្សបែបនោះទី3យើងត្រូវចេះប្រើប្រាស់ចិត្តសាស្ត្រនៅក្នុងការចែករំលែកទៅកាន់អតិថិជនព្រោះវាជាការសាងនូវទំនុកចិត្តរយៈពេលវែងនេះគឺជាការធ្វើទីផ្សារដ៏ល្អជាងគេបំផុតអ្នកនិពន្ធបានចែករំលែកនៅគន្លឹះ4យ៉ាងនៅក្នុងការចែករំលែកនោះគឺរឿងរ៉ាវមនុស្សពេលវេលានិងវិធីសាស្ត្រនៅក្នុងការចែករំលែកហើយចុងក្រោយអ្នកនិពន្ធបានប្រាប់យើងថាការចែករំលែកនេះគឺជាការធ្វើទីផ្សារដ៏មានប្រសិទ្ធភាពរបស់ម្ចាស់អាជីវកម្មបើចង់ឲ្យអាជីវកម្មឬរឿងរ៉ាវណាមួយទទួលបាននូវការចែករំលែកច្រើននិងមានភាពល្បីល្បាញវាត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួនខាងក្រោមទី1ត្រូវតែធ្វើឲ្យមានការចាប់អារម្មណ៍ធ្វើយ៉ាងណាទើបឲ្យគេចាប់អារម្មណ៍ទៅគឺត្រូវធ្វើឲ្យវាស្របទៅនឹងការយកឃើញរបស់មនុស្សទូទៅគឺមានន័យថានិយាយចំអ្វីដែលគេចង់និយាយក្រុមហ៊ុនមួយក៏អាចនិយាយភាសាមនុស្សបានដែរឲ្យតែយើងចេះតាក់តែងវាចំណុចទី2មនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកដែលមានឥទ្ធិពលត្រូវចេះដុសខាត់បុគ្គលិករបស់ខ្លួនឲ្យក្លាយជាមនុស្សមានឥទ្ធិពលចំណុចទី3អ្វីដែលអ្នកចែករំលែកមិនមែនកាន់តែច្រើនកាន់តែល្អនោះទេត្រូវចេះលៃលកឱកាសល្អនិងការចែករំលែកនៅក្នុងកម្រិតសមរម្យមួយចំណុចទី4ត្រូវយកពាក្យជួយមកជំនួសពាក្យលក់ទាំងកាយវិការការនិយាយស្ដីគឺត្រូវធ្វើយ៉ាងណាបង្កើតនូវគុណតម្លៃនិងជាទីប្រឹក្សាដ៏ល្អរបស់អតិថិជននៅពេលដែលគេមានតម្រូវការឬមិត្តភ័ក្តិរបស់គេមានតម្រូវការនោះគេនឹងមករកអ្នកជាក់ជាមិនខានអ្នកនិពន្ធក៏បានធ្វើការវិភាគពីអនាគតនៃការចែករំលែកនៅក្នុងបណ្ដាញអ៊ីនធឺណិតដែរអ្នកវិភាគមួយចំនួនយល់ឃើញថាមនុស្សអាចនឹងទទួល
នៅអ្វីគ្រប់យ៉ាងដែលគេចង់បានមនុស្សស្ទើរតែមិនចាំបាច់មានការប្រស្រ័យទាក់ទងឬស្គាល់គ្នាជាមួយអ្នកណាក៏អាចរស់នៅបានដែរតែអ្នកនិពន្ធមិនយល់ដូច្នោះទេគាត់យល់ថាអនាគតទៅអ៊ីនធឺណិតគឺជាកន្លែងដែលមានសេរីភាពនៅក្នុងការបញ្ចេញមតិការចែករំលែកនៅអ្វីដែលគេយល់ថាត្រឹមត្រូវហើយការចែករំលែកកាន់តែច្រើនព័ត៌មាននិងការយល់ដឹងកាន់តែទូលំទូលាយហើយបាននិយាយទៅលើបរិបទពិភពលោកទាំងមូលវាអាចធ្វើឲ្យមានការរីកចម្រើនឆាប់រហ័សនិងសង្វាក់នៃការរស់នៅកាន់តែមានប្រសិទ្ធភាពជាងមុនដូចជាវេទិកាចែករំលែកវីដេអូខ្លី TikTok ជាដើមបើសិនជាអ្នកចេះតាក់តែងនិងចេះរៀបចំគណនីរបស់អ្នកឲ្យបានត្រឹមត្រូវនោះអ្នកនឹងទទួលបានចំណេះដឹងនិងការចែករំលែកជាច្រើនដែលអ្នកមិនធ្លាប់បានដឹងពីមុនមកនៅពេលដែលអ្នករៀនបានចំណេះជំនាញនិងរឿងដែលមានប្រយោជន៍ទាំងអស់នោះហើយអ្នកអាចធ្វើការចែករំលែកទៅកាន់បណ្ដាញសង្គមឬមនុស្សដទៃដែលនេះគឺជាការរួមចំណែកចែករំលែកព័ត៌មានដោយឥតកំណត់1ចែកជា10 10ចែកជា100 100ចែកជា10000ហើយចុងក្រោយអាចនឹងកែប្រែពិភពលោកបានដូច្នេះសូមចូលរួមចែករំលែករឿងរ៉ាវវិជ្ជមាននិងចំណេះដឹងទៅកាន់មនុស្សជុំវិញខ្លួនអ្នកឲ្យបានច្រើនតាមតែអាចធ្វើទៅបានជាជាងការចែករំលែករឿងអវិជ្ជមានការស្អប់ខ្ពើមនិងរឿងដែលមិនបានធ្វើឲ្យមានការរីកចម្រើនដល់សង្គមជាតិសូមអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ